ថ្ងៃនេះខ្ញុំផ្ដល់ឱកាសឲ្យខ្លួនឯងនៅពេលវេលាស្ងៀមស្ងាត់មួយដើម្បីបន្ថយល្បឿនជីវិតថ្ងៃនេះជាថ្ងៃថ្មីមួយដែលផ្ដល់ឱកាសថ្មីដល់ខ្ញុំជាថ្ងៃដែលពោរពេញដោយសេចក្តីសុខថ្ងៃនេះជាថ្ងៃដែលខ្ញុំត្រូវបានទទួលស្វាគមន៍ដោយថាមពលថ្មីរស្មីចែងចាំងនិងភាពស្រស់ស្អាតពេលនេះទីនេះខ្ញុំនៅកន្លែងដែលត្រូវនៅហើយសូមតាំងចិត្តអនុញ្ញាតឲ្យខ្លួនឯងមានអារម្មណ៍ថានឹងមានទីពឹងនិងមានសុវត្ថិភាពសូមដកដង្ហើមវែងយឺតថ្នមវេលានេះខ្ញុំកំពុងផ្ដល់ឱកាសឲ្យខ្លួនឯងទទួលបានអារម្មណ៍ថាមានវត្តមានក្នុងបច្ចុប្បន្នភាពមានសុវត្ថិភាពនិងមានភាពពេញលេញបរិបូរណ៍ពេលខ្ញុំដកដង្ហើមចូលខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំកំពុងសាកថ្មជីវិតឲ្យខ្លួនឯងស្មារបស់ខ្ញុំក៏ចាប់ផ្ដើមរលាពីភាពតានតឹងថ្គាមរបស់ខ្ញុំក៏លែងរោយដូចមុនដែរចំណែកឯចិត្តរបស់ខ្ញុំក៏កាន់តែស្ងប់ស្ងាត់ជាងមុនដែរខ្ញុំអនុញ្ញាតឲ្យគំនិតច្របូកច្របល់របស់ខ្ញុំហោះហើរផុតទៅដោយពពកហើររសាត់លើមេឃពេលនេះចិត្តរបស់ខ្ញុំកាន់តែស្រាលនិងធូរស្បើយជាងមុនថ្ងៃនេះខ្ញុំជ្រើសយកសេចក្តីសុខសន្តិភាពនិងភាពវិជ្ជមានដាក់ក្នុងជីវិតរបស់ខ្ញុំជ្រើសយកការឲ្យតម្លៃខ្លួនឯងនិងយល់ពីខ្លួនឯងជាងចាំអ្នកដទៃណាម្នាក់មករង្វាយតម្លៃជីវិតរបស់ខ្ញុំជ្រើសរើសការប្រព្រឹត្តនិងការប្រកាន់ខ្ជាប់ចិត្តមេត្តាករុណានិងខន្តីចំពោះខ្លួនឯងនិងរឿងជុំវិញខ្លួនឥឡូវនេះខ្ញុំមានសុវត្ថិភាពខ្ញុំទទួលបានការគាំទ្រខ្ញុំត្រូវបានដឹកនាំទៅរករឿងល្អរាល់ពេលដកដង្ហើមចូលខ្ញុំទទួលបានភាពសោមនស្សនិងភាពរីករាយយ៉ាងស្ងៀមស្ងាត់រាល់ការដកដង្ហើមចេញខ្ញុំបញ្ចេញចោលនូវភាពតានតឹងនិងក្តីបារម្ភទាំងឡាយកាន់តែស្ងប់ស្ងាត់ខ្ញុំមានអារម្មណ៍ថាទទួលបានសេចក្តីសុខកាន់តែច្រើនខ្ញុំដឹងច្បាស់ថាខ្ញុំស័ក្តិសមនឹងទទួលបានរឿងល្អបំផុតក្នុងជីវិតខ្ញុំស័ក្តិសមទទួលបានក្តីស្រឡាញ់ការគោរពនិងភាពជោគជ័យគ្រប់រូបភាពខ្ញុំស័ក្តិសមទទួលបានអារម្មណ៍ស្ងប់សុខសន្តិភាពផ្លូវចិត្តនិងភាពរីករាយឥតព្រំដែនខ្ញុំឆ្លាតជាងអ្វីដែលខ្ញុំដឹងខ្ញុំរឹងមាំជាងការគិតរបស់ខ្ញុំកំពុងរីកចម្រើនទៅតាមពេលវេលានិងល្បឿនឆ្ពោះទៅមុខនៃជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំអត់ទោសឲ្យខ្លួនឯងចំពោះអ្វីដែលខ្ញុំមិនបានដឹងកាលពីមុនខ្ញុំមានមោទនភាពនិងការខោតសរសើរចំពោះខ្លួនឯងដែលតែងតែពុះពៀតស៊ូនិងជំនះរាល់ឧបសគ្គខ្ញុំជឿជាក់លើដំណើរការលូតលាស់ទៅមុខរបស់ខ្ញុំអតីតកាលរបស់ខ្ញុំមិនអាចគ្រប់គ្រងខ្ញុំបានទេកំហុសរបស់ខ្ញុំមិនបានកំណត់អត្តសញ្ញាណខ្ញុំជារៀងរហូតទេនៅថ្ងៃនេះខ្ញុំកំពុងរៀនខ្ញុំកំពុងផ្លាស់ប្ដូរខ្ញុំកំពុងរីកចម្រើនលូតលាស់ទៅមុខព្រឹកនេះខ្ញុំចាប់ផ្ដើមថ្ងៃថ្មីដោយភាពជឿជាក់ខ្ញុំស្វាគមន៍ឱកាសថ្មីខ្ញុំស្វាគមន៍មនុស្សល្អវិជ្ជមាននិងមានទឹកចិត្តជ្រះថ្លាខ្ញុំស្វាគមន៍ពរជ័យដែលបានដៅទុករួចជាស្រេចសម្រាប់ខ្ញុំមានគោលដៅច្បាស់លាស់ខ្ញុំមានសមត្ថភាពខ្ញុំអាចធ្វើបានខ្ញុំអាចដោះស្រាយអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះបានយ៉ាងរលូនរឿងល្អហូរចូលមករកខ្ញុំបានយ៉ាងងាយស្រួលខ្ញុំដើរឆ្ពោះទៅកាន់ថ្ងៃថ្មីជាមួយបេះដូងធំទូលាយចិត្តសប្បុរសនិងអារម្មណ៍សន្តិភាពថ្ងៃនេះខ្ញុំជ្រើសរើសបង្កើតរឿងរ៉ាវដែលពោរពេញដោយភាពស្រស់ស្អាតថ្ងៃនេះ
ខ្ញុំជ្រើសរើសបោះជំហានមួយទៅកាន់ក្តីសុបិនរបស់ខ្ញុំទោះបីយឺតឬលឿនគ្រប់ជំហានរបស់ខ្ញុំនៅតែជាការឆ្ពោះទៅកាន់ភាពរីកចម្រើននៃជីវិតនៅថ្ងៃនេះខ្ញុំជ្រើសរើសបញ្ចេញចោលនៅភាពតានតឹងទាំងឡាយចេញពីជីវិតរបស់ខ្ញុំព្រមប្រឡែងនៅសម្ពាធដ៏ធ្ងន់និងគ្មានប្រយោជន៍ចោលឲ្យអស់ខ្ញុំលះបង់អ្វីៗដែលមិនមែនជាបន្ទុកដែលខ្ញុំត្រូវរ៉ាប់រងចោលឲ្យអស់ខ្ញុំជ្រើសរើសភាពទន់ភ្លន់និងធូរស្រាលជំនួសឲ្យការដាក់សម្ពាធដ៏តឹងតែងតែគ្មានន័យខ្ញុំជ្រើសរើសការព្យាបាលជំនួសឲ្យការទ្រាំទ្រនឹងភាពឈឺចាប់ដែលនៅសេសសល់ទាំងឡាយនៅថ្ងៃនេះផ្លូវចិត្តរបស់ខ្ញុំរឹងមាំជាងមុននៅថ្ងៃនេះនៅព្រឹកនេះគំនិតរបស់ខ្ញុំច្បាស់លាស់ជាងមុននៅពេលនេះស្មារតីរបស់ខ្ញុំមានការភ្ញាក់រលឹកជាងមុនខ្ញុំអនុញ្ញាតឲ្យខ្លួនឯងទទួលយកភាពស្ងប់ស្ងាត់ធូរស្បើយនិងស្រស់ស្រាយខ្ញុំអនុញ្ញាតឲ្យខ្លួនឯងមានតុល្យភាពខ្ញុំអនុញ្ញាតឲ្យខ្លួនឯងមានភាពបរិបូរណ៍ខ្ញុំដឹងគុណចំពោះខ្លួនឯងខ្ញុំដឹងគុណចំពោះមនុស្សជុំវិញខ្លួនខ្ញុំដឹងគុណចំពោះថ្ងៃថ្មីនេះខ្ញុំដឹងគុណចំពោះអ្វីៗគ្រប់យ៉ាងដែលខ្ញុំកំពុងមានខ្ញុំដឹងគុណចំពោះឱកាសគ្រប់យ៉ាងដើម្បីឲ្យខ្លួនឯងចាប់ផ្ដើមឡើងវិញខ្ញុំដឹងគុណចំពោះឱកាសគ្រប់យ៉ាងដើម្បីឲ្យខ្លួនឯងចាប់ផ្ដើមឡើងវិញខ្ញុំដឹងគុណចំពោះមនុស្សជាទីគោរពស្រឡាញ់គ្រប់គ្នាដែលតែងតែគាំទ្រខ្ញុំស្រឡាញ់និងផ្ដល់តម្លៃដល់ពេលវេលាសាមញ្ញនៃជីវិតដែលខ្ញុំកំពុងមានដូចជាខ្យល់ត្រជាក់នៃពេលព្រឹកពន្លឺថ្ងៃដ៏ស្រស់ស្អាតដង្ហើមរបស់ខ្ញុំនិងជាពិសេសជីវិតរបស់ខ្ញុំនៅថ្ងៃនេះខ្ញុំសូមស្វាគមន៍សេចក្តីសុខសេចក្តីរីករាយនិងសុភមង្គលចូលក្នុងជីវិតរបស់ខ្ញុំស្វាគមន៍ភាពបរិបូរណ៍គ្រប់ទម្រង់ថ្ងៃនេះជីវិតខ្ញុំមានពន្លឺថ្ងៃនេះខ្ញុំបោះជំហានទៅមុខដោយគោលបំណងច្បាស់លាស់និងត្រឹមត្រូវថ្ងៃនេះខ្ញុំមានសន្តិភាពមានការការពារនិងមានការនាំផ្លូវទៅរកភាពរីកចម្រើនខ្ញុំដឹងថាសំណាងល្អបានមកដល់ហើយឬល្អជាច្រើនកំពុងចូលមករកខ្ញុំថាមពលរបស់ខ្ញុំខ្លាំងក្លាចិត្តរបស់ខ្ញុំបើកទូលាយគំនិតរបស់ខ្ញុំច្បាស់លាស់ខ្ញុំត្រៀមខ្លួនរួចជាស្រេចសម្រាប់ភាពជោគជ័យនៅថ្ងៃនេះនិងនៅថ្ងៃស្អែកខ្ញុំត្រៀមខ្លួនរួចជាស្រេចសម្រាប់ពរជ័យពីគ្រប់ទិសទីខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកលាភសំណាងសេចក្តីសុខសប្បាយនិងសិរីសួស្តីគ្រប់ប្រការពេលនេះខ្ញុំដឹងច្បាស់ថាខ្ញុំគ្រប់គ្រាន់ខ្ញុំមានសុវត្ថិភាពខ្ញុំទទួលបានសេចក្តីស្រឡាញ់ខ្ញុំកំពុងទទួលបានការនាំផ្លូវដ៏អស្ចារ្យឥឡូវនេះសូមដកដង្ហើមចូលវែងហើយដកដង្ហើមចេញសិនសឹមហើយចាប់ផ្ដើមសម្រួលឥរិយាបថថ្នមសូមនាំធម៌ពលដ៏អង្អាចនេះទៅជាមួយខ្លួនឯងគ្រប់ទីកន្លែងដែលត្រូវទៅសូមចាំថាការដឹងគុណនិងភាពជឿជាក់ធ្វើឲ្យយើងស្រស់ស្រាយពេញមួយថ្ងៃជាចុងក្រោយសូមអរគុណដល់ខ្លួនឯងដែលបានអនុញ្ញាតឲ្យខ្លួនឯងព្យាបាលចិត្តតាមរយៈសម្លេងអធិដ្ឋានចិត្តមួយនេះ Channel ខ្មែរ Healing សូមអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការស្ដាប់សម្លេងមួយនេះដល់ចប់ពួកយើងសង្ឃឹមថាពេលនេះអ្នកបានកាត់បន្ថយភាពតានតឹងរកឃើញសេចក្តីស្ងប់ក្នុងចិត្តនិងផ្សារភ្ជាប់ជាមួយខ្លួនឯងឡើងវិញបើចូលចិត្តវីដេអូបែបនេះសូមចុចរូបមេដៃ Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូអប់រំផ្លូវចិត្តថ្មីៗបន្ថែមទៀត